សង្គ្រាមចុះបន្ទាប់គឺជាអ្វីមនុស្សល្ងងតែងតែគិតថាជោគវាសនានឹងនៅជាមួយពួកគេតើនរណាគេដែលអ្នកនឹងស្ដីបន្ទោសនៅពេលដែលព្រះអង្គគិតដូច្នេះព្រះនាមជ័យវរ្ម័នទី7ហើយដែលប្រជានុរាស្ត្រខ្មែរយើងឲ្យដឹកនាំពួកគេសេចក្តីទុក្ខសោករបស់ពួកគេគឺជាសេចក្តីទុក្ខសោករបស់ទូលបង្គំផ្ដល់ឲ្យប្រជានុរាស្ត្ររបស់ព្រះអង្គធ្វើការងារតិចទទួលបានផលតិចដោយការបញ្ចប់សេចក្តីទុក្ខវេទនាផ្លូវចិត្តគឺចាំបាច់ខ្លាំងណាស់ដូចគ្នានឹងការសម្រួលរាងកាយផងដែរតើប្រជានុរាស្ត្ររបស់ព្រះអង្គចូលទៅចិត្តព្រះអង្គយ៉ាងដូចម្ដេចបើគ្មានការណែនាំពីសេចក្តីល្អទេនោះអំពើរបស់ព្រះអង្គបង្ហាញពីចេតនាបង្កសង្គ្រាមហើយប្រជានុរាស្ត្រខ្មែរត្រូវផ្ដល់កាតព្វកិច្ចឲ្យព្រះអង្គបុគ្គលមានចិត្តសន្តោសគង់បរាជ័យយើងបួងសួងឲ្យព្រះអង្គបានទទួលសេចក្តីសន្តោសសម្រាប់មនុស្សគ្រប់គ្នា